ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅកាត់ថា OHCHR បានប្រកាសអំពីការចាប់ផ្ដើមគម្រោងថ្មីរយៈពេល2ឆ្នាំដើម្បីស្ដារឡើងវិញនៅបញ្ហាសិទ្ធិមនុស្សនិងលំហពលរដ្ឋនៅកម្ពុជាតាមសេចក្តីប្រកាសនៅថ្ងៃអង្គារទី21កុម្ភៈ OHCHR បានឲ្យដឹងថាគម្រោងថ្មីដែលនឹងអនុវត្តពីឆ្នាំ2024ដល់ឆ្នាំ2026នឹងជំរុញឡើងវិញនូវសិទ្ធិអំណាចដល់អង្គការសង្គមស៊ីវិលក្នុងការចូលរួមបង្កើតគោលនយោបាយសិទ្ធិមនុស្សក្រោមកញ្ចប់ជំនួយរបស់សហភាពអឺរ៉ុបការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជាបញ្ជាក់ថាខ្លួននឹងដើរតួនាទីផ្ដល់យោបល់បច្ចេកទេសដល់បណ្ដាស្ថាប័នជាតិដែលពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សតាមរយៈការពង្រឹងគុណភាពដល់ភាគីរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលក្នុងស្រុកតាមសេចក្តីប្រកាសព័ត៌មាន OHCHR នឹងបន្តជួយសម្រួលដល់រដ្ឋាភិបាលកម្ពុជាឲ្យគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ OHCHR បានអះអាងថាខ្លួននឹងអនុម័តវិធីសាស្ត្រផ្ដោតលើប្រជាជនដោយផ្ដោតលើតម្រូវការរបស់បុគ្គលនិងសហគមន៍ក្នុងស្ថានភាពងាយរងគ្រោះក្នុងបញ្ហាសិទ្ធិមនុស្សយុទ្ធសាស្ត្ររបស់ OHCHR គឺជាការបន្តភាពជាដៃគូជាមួយអង្គភាពរដ្ឋាភិបាលស្ថាប័នអប់រំនិងអង្គការសង្គមស៊ីវិលក្នុងស្រុកទន្ទឹមគ្នានេះ OHCHR ក៏នឹងបន្តលើកកម្ពស់ការយល់ដឹងអំពីយន្តការសិទ្ធិមនុស្សអន្តរជាតិនិងការដោះស្រាយការរំលោភសិទ្ធិមនុស្សដែលប៉ះពាល់ដល់ក្រុមជនពិការរួមមានជនជាតិដើមភាគតិចបុគ្គល LGBT ជនពិការស្ត្រីនិងយុវជនព្រមទាំងសកម្មជនបរិស្ថានអ្នកការពារសិទ្ធិមនុស្សអ្នកសារព័ត៌មាននិងសហជីពដោយឡែកសហភាពអឺរ៉ុបបានអះអាងថាកញ្ចប់ទឹកប្រាក់ចំនួន1.5 លាន€សម្រាប់លើកកម្ពស់សិទ្ធិមនុស្សនិងលំហពលរដ្ឋនៅកម្ពុជាឡើងវិញនេះជាការបង្ហាញនូវការរួមចំណែកយ៉ាងសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជានិងជាការបញ្ជាក់ពីការបន្តគាំទ្ររបស់សហភាពអឺរ៉ុបចំពោះសង្គមស៊ីវិលនិងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យក្នុងតំបន់សម្រាប់សហភាពអឺរ៉ុបសិទ្ធិមនុស្សគឺជាគុណតម្លៃស្នូលនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនីតិរដ្ឋនិងសេរីភាពជាមូលដ្ឋានលោក Igor Treisman ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជាបានបញ្ជាក់ថាគម្រោងលើកកម្ពស់សិទ្ធិមនុស្សនិងលំហពលរដ្ឋកម្ពុជានេះនឹងផ្ដល់ចំណែកយ៉ាងសំខាន់សម្រាប់ការបង្កើតគោលនយោបាយដែលត្រឹមត្រូវបម្រើឲ្យប្រយោជន៍សង្គម